សួស្តីវិលមកជួបគ្នាសាជាថ្មីជាមួយនឹងមេរៀនថ្មីទៀតហើយដែលមានចំណងជើងថា My Diary អូខេ My Diary ប្រែថាសៀវភៅកំណត់ត្រារបស់ខ្ញុំអូខេឥឡូវដើម្បីកុំឲ្យខាតពេលយូរតោះយើងអានអត្ថបទទាំងអស់គ្នា My diary is a book where I write about my day. I write in it when I feel happy, sad, or confused. It helps me remember important moments. Sometimes I write about my future goals and dreams. I also write down the names of people I meet. No one else reads my diary because it's private. Writing in it helps me express my feelings. អូខេឥឡូវយើងមើលពាក្យខ្លះៗក្នុងមេរៀននេះដើម្បីយកមករៀនទាំងអស់គ្នាអូខេឥឡូវយើងមើលពាក្យមានដូចជា diary ប្រែថាសៀវភៅកំណត់ហេតុ a book សៀវភៅមួយក្បាល my day ថ្ងៃរបស់ខ្ញុំបានន័យថាសកម្មភាពដែលយើងធ្វើក្នុងមួយថ្ងៃ write ប្រែថាសរសេរ feel ប្រែថាមានអារម្មណ៍ឧទាហរណ៍ដូចជាមានអារម្មណ៍សប្បាយរីករាយមានអារម្មណ៍កើតទុក្ខអូខេឥឡូវយើងមើលពាក្យគុណនាមមានពាក្យ happy សប្បាយ sad កើតទុក្ខ confused បានន័យថាដែលច្បូកច្បល់ help ប្រែថាជួយ remember ចងចាំ important សំខាន់ moment បានន័យថាខណៈពេល sometimes ជួនកាល future បានន័យថាអនាគត goal ប្រែថាគោលដៅ dream ក្តីស្រមៃ write down បានន័យថាកត់ត្រា name ឈ្មោះ people មនុស្សទាំងឡាយ meet ប្រែថាជួប no one else នេះជា clear របស់គេ no one else បានន័យថាគ្មាននរណាផ្សេងទៀត read ប្រែថាអាន because ពីព្រោះ private ឯកជន writing អូខេ writing ត្រង់នេះមិនមែនកំពុងសរសេរទេវាជានាមពាក្យនាមវិញគឺការសរសេរ express បញ្ជាក់ feeling អារម្មណ៍អូខេឥឡូវយើងបកប្រែបានមួយទ្រុសហើយឥឡូវយើងរៀនពាក្យរួចហើយយើងបកប្រែម្ដងអូខេចាប់ផ្ដើម
My diary is a book where I write about my day សៀវភៅកំណត់ត្រារបស់ខ្ញុំគឺជាសៀវភៅមួយក្បាលដែលខ្ញុំសរសេរអំពីថ្ងៃរបស់ខ្ញុំឬក៏អំពីសកម្មភាពរបស់ខ្ញុំ I write in it when I feel happy, sad or confused ខ្ញុំសរសេរនៅលើវានៅពេលដែលខ្ញុំមានអារម្មណ៍ថាសប្បាយមានអារម្មណ៍ថាកើតទុក្ខឬក៏មានអារម្មណ៍ច្បូកច្បល់ It helps me remember important moments វាជួយឲ្យខ្ញុំចងចាំនៅខណៈពេលដែលសំខាន់ moment ខណៈពេល important សំខាន់ Sometimes I write about my future goals and dreams ជួនកាលខ្ញុំសរសេរអំពីគោលដៅនិងក្តីស្រមៃរបស់ខ្ញុំក្នុងពេលអនាគត I also write down the names of people I meet ខ្ញុំក៏តែងតែសរសេរឬក៏តែងតែកត់ត្រានៅឈ្មោះមនុស្សទាំងឡាយដែលខ្ញុំជួប No one else reads my diary because it's private គ្មាននរណាផ្សេងទៀតអានសៀវភៅកំណត់ហេតុរបស់ខ្ញុំទេព្រោះវាជារបស់ឯកជន Writing in it helps me express my feelings ការសរសេរនៅលើសៀវភៅកំណត់ហេតុជួយឲ្យខ្ញុំបញ្ជាក់អំពីអារម្មណ៍របស់ខ្ញុំ